នេះយើងពងព្រីននឹងអានសិនតូចអានេះអាຂະຫນាត3ទឹកនេះខ្ញុំពងព្រីនព្រះអង្គប្រសូត2ទឹកកន្លះបាទនេះយើងបានព្រីនរួចហើយបាទណាព្រីនរួចហើយចាំដោះ support ឲ្យបងប្អូនមើលបាទនេះយើងដក support ចេញបងប្អូនបាទនេះយើងដក support ចេញណាដក support ចេញមកគឺវាចេញបែបនេះបាទនឹងចឹងនេះពុទ្ធរូបតូចទ្រង់ប្រសូតបាទកម្ពស់2តឹកកន្លះបងប្អូនបាទកម្ពស់2បាតបលាំងផ្កាឈូកនេះគាត់នៅខ្ញុំបង្ហាញបងប្អូនថាពេលដែលយើងគូហើយយើងព្រីនចឹងអានេះខ្ញុំព្រីនជ័រតសៃបងប្អូនបាទជ័រតសៃតែជ័រនេះជ័រ smooth បាទវា smooth ជាងជ័រធម្មតានឹងចឹងណាចឹងពេលដែលយើងគូហើយមិននឹកបើសិនណាព្រីនទឹករ៉េស៊ីនជ័ររ៉េស៊ីនវា smooth ជាងនឹងបងប្អូនបាទ smooth ជាងនឹងតែនេះយើងព្រីនជ័រតសៃបាទនឹងយើងដក support ដកអីអស់ហើយចឹងចឹងនេះផ្កាឈូកនេះជ័រពណ៌មាសបងប្អូនបាទជ័រពណ៌មាសយើងព្រីនមកចឹងមកគាត់ថាវាទោះពីមិនក៏វាអត់ដូចទឹករ៉េស៊ីនព្រីនមកគឺរបៀបម៉េចគឺវាចេញមកទៅអហើយគាត់ថាព្រីននេះក៏ smooth ដែរបងប្អូនបាទ smooth ដែរណាប៉ុន្តែ smooth ទោះរបៀបម៉េចក៏វាចាញ់ជ័ររ៉េស៊ីនបាទជ័រទឹកហ្នឹងចឹងអរគុណច្រើនពុកម៉ែបងប្អូនបាទនេះចង់បង្ហាញពុកម៉ែបងប្អូនឲ្យបានដឹងបាទខ្ញុំព្រីនមកចេញចឹងមកបាទអរគុណច្រើនជំរាបលាបាទ